នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់សហរដ្ឋអាមេរិកបានបំពេញបេសកកម្មឥតស្រមោលទម្លុះដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ចូលទៅបំផ្លាញទីតាំងនុយក្លេអ៊ែរបានសម្រេចចំណាប់អារម្មណ៍បានងាកទៅរកជើងខ្លាំងអ្នកបើកយន្តហោះ B2 Spirit ដែលមានទម្ងន់ដល់ទៅ72តោនដឹកគ្រាប់បែក GBU 57 2គ្រាប់ទម្ងន់ជិត30តោនទៀតនឹងត្រូវធ្វើដំណើរឥតឈប់រយៈពេល37ម៉ោងស្ត្រីអ្នកបើកយន្តហោះ B2 ដ៏ល្បីល្បាញម្នាក់ដែលគេលើកយកមកនិយាយគឺវរសេនីយ៍ Tony Nicola Polidor មន្ទីរបញ្ចកោណអាមេរិកមិនទាន់បានបញ្ជាក់ពីក្រុមអ្នកបើកយន្តហោះ B2 នេះទេក៏ប៉ុន្តែអង្គភាពគ្រប់គ្រងប្រតិបត្តិការនេះគឺក្រុម 509 Bomb Wing របស់លោកស្រី Polidor ដែលធ្វើឲ្យលោកស្រីក្លាយទៅជាតួឯកនៅក្នុងបេសកកម្មនេះក្នុងនាមជាមេបញ្ជាការផងអ្នកបង្វឹកផងនិងជាអ្នកបើកយន្តហោះម្នាក់ផងការបើក B2 មិនមែនដូចយន្តហោះទូទៅទេវាជាការគ្រប់គ្រងយានធ្វើសង្គ្រាមក្នុងករណីអ៊ីរ៉ង់អ្នកបើកយន្តហោះត្រូវបំពេញបេសកកម្មរយៈពេល37ម៉ោងក្នុងដំណើរទៅមករវាងរដ្ឋ Missouri របស់អាមេរិកនិងអ៊ីរ៉ង់រួមទាំងការវាយប្រហារជាក់ស្ដែងអ្នកបើកបរត្រូវគ្រប់គ្រងប្រព័ន្ធបំបាំងកាយប្រព័ន្ធរ៉ាដាចាត់វិធានការបំបែកឧបសគ្គនិងកំណត់គោលដៅវាយប្រហារយ៉ាងសុក្រិតបំផុតទាំងអស់នេះទាមទារការផ្ដោតអារម្មណ៍យ៉ាងដាច់ខាតនិងការសម្រេចចិត្តដែលមិនអាចមានកំហុសវរសេនីយ៍ Polidor អាយុ43ឆ្នាំស្ថិតនៅក្នុងចំណោមអ្នកបើកបរដ៏អង់អាចទាំងនោះលោកស្រីបញ្ចប់ការសិក្សានៅបណ្ឌិតសភាទ័ពអាកាសសហរដ្ឋអាមេរិកនិងបានចូលហ្វឹកហាត់បើកយន្តហោះ B2 នៅអាយុ29ឆ្នាំដោយសារតែភាពអង់អាចនិងវៃឆ្លាតលោកស្រី Polidor អាចបើកយន្តហោះនេះបាននៅឆ្នាំបន្ទាប់និងបានបង្វឹកអ្នកបើកជំនាន់ក្រោយៗទៀតនៅមូលដ្ឋានទ័ពអាកាស Wyman លោកស្រីត្រូវបានគេស្គាល់មិនត្រឹមតែសម្រាប់ជំនាញបើកយន្តហោះបំបាំងកាយនេះទេប៉ុន្តែថែមទាំងសម្រាប់ភាពជាអ្នកដឹកនាំនិងភាពនឹងណូដ៏ល្អឥតខ្ចោះរបស់លោកស្រីផងដែរលោកស្រីត្រូវគេផ្ដល់រហស្សនាមថា Rogue ដែលក្នុងន័យយោធាសំដៅទៅលើអ្នកដែលគិតលឿនធ្វើសកម្មភាពរហ័សម៉ឺងម៉ាត់និងត្រឹមត្រូវបំផុតលោកស្រីជាស្ត្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលដឹកនាំក្បួនដង្ហែយន្តហោះ B2 កាលពីឆ្នាំ2020វរសេនីយ៍ Polidor រក្សាជីវិតផ្ទាល់ខ្លួនរបស់លោកស្រីគឺជារឿងឯកជនគ្មានព័ត៌មានលម្អិតអំពីគ្រួសាររបស់លោកស្រីនោះទេគេត្រឹមតែដឹងថាលោកស្រីមានកូនស្រីម្នាក់ខ្ញុំរស់សុធាពី News Today NTTV